ជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះយើងមកវិភាគតម្លៃមាសបន្តិចសម្រាប់ធ្វើការជួញដូរនៅថ្ងៃទី30ខែ1ឆ្នាំ2026អញ្ចឹងយើងមកវិភាគដូចជាមកសង្ខេបទៅលើដំណើរទីផ្សារមាសដែលបានដើរកាលពីម្សិលមិញបូករួមជាមួយនៅថ្ងៃនេះផងដែរអញ្ចឹងយើងគិតតម្លៃមាសនៅពេលនេះបច្ចុប្បន្នហ្នឹងគឺកំពុងតែស្ថិតនៅក្នុងតម្លៃ$5,210ក្នុង1អោនដែលស្មើនឹង$6,277ក្នុង1តម្លឹងតម្លៃមាសបានប្រែប្រួលច្រើនមែនទែនកាលពីម្សិលមិញបើយើងសរុបជារួមទៅតំបន់កពូចុងក្រោយដែលទីផ្សារបានទម្លាក់ខ្លួនចុះហ្នឹងស្ថិតនៅក្នុងតម្លៃ$5,597ក្នុង1អោនហើយមួយថ្ងៃពេញបងប្អូនណាគឺចុះអាយ៉ាស់មេឃអាយ៉ាស់ដីអីគឺចុះខ្ទង់500លេខដែលលោតមកដល់$5,100ក្នុង1អោនអញ្ចឹងអាចថាសរុបខ្វះតិចតួចទេគឺស្មើនឹង500លេខតែម្ដងអញ្ចឹងកម្រិតតម្លៃដែលបានចុះកាលពីម្សិលមិញគឺជាដំណើរទីផ្សារដែលចុះខ្លាំងបំផុតនៃប្រវត្តិសាស្ត្រដំណើរទីផ្សារមាសហើយដោយសារតែកន្លងមកក្នុងឆ្នាំ2024-25ក្តីតម្លៃទីផ្សារមាសអាចថាមូលចន្លោះមួយថ្ងៃខ្ទង់110លេខ120លេខទៅ130លេខឬក៏150លេខចុះចាត់ទុកថាច្រើនណាស់ដែលដំណើរទីផ្សារដែលបានដើរខ្លាំងចំណែកម្សិលមិញនេះចុះមកខ្ទង់500លេខនេះគឺជាដំណើរប្រវត្តិសាស្ត្រថ្មីទៀតហើយនៅក្នុងឆ្នាំ2026ដែលចុះហើយចុះទៀតសង្ឃថាមើលឃើញតែមួយ candlestick ដែលយើងកំពុងមើលនេះបាទគឺចុះខ្លាំងមែនទែនពីតំបន់0.5500លោតមកដល់0.5100ចឹង3-400លេខចុះខ្លាំងមែនទែនអាចថាដំណើរទីផ្សារមាសដែលចុះកាលពីម្សិលមិញគឺវាចុះធ្វើឲ្យយើងខុសការគិតនិងការរំពឹងទុកច្រើនអញ្ចឹងយើងមកមើលបន្តទៀតតម្លៃមាសកាលពីយប់មិញនៅពេលដែលបានចុះមកដល់តំបន់$5,100ក្នុង1អោនហើយក៏បានឡើងមកវិញមួយយប់ហ្នឹងគឺឡើងខ្ទង់350លេខដោយឡើងមកដល់តំបន់កពូបន្ទាប់នៅដំណាក់កាលដែលបានឡើងកាលពីយប់មិញណាស្ថិតនៅក្នុងតម្លៃ$5,446ក្នុង1អោនអាចថា$5,450ក្នុង1អោនដែលទីផ្សារបានឡើងមកដល់កាលពីយប់មិញហើយព្រឹកឡើងបកមកមួយជើងខ្ទង់350លេខវិញទៀតញាក់សាច់តែម្ដងមានន័យថាចុះកាលពីម្សិលមិញខ្ទង់500លេខចុះអស់ចិត្តឡើងវិញខ្ទង់350លេខបន្ទាប់មកក៏ចុះវិញ350លេខទៀតកាលពីព្រឹកមិញមូលត្រឹមតែ3 candlestick ក្នុងលំហូរស្រាប់ឈើ1ម៉ោង3 candlestick 350លេខតែម្ដងច្រើនខ្លាំងមែនទែននេះគឺជាដំណើរទីផ្សារដែលដើរខ្លាំងបំផុតនៅក្នុងឆ្នាំ2026អញ្ចឹងអាចនិយាយថាមិនត្រឹមតែដើរខ្លាំងបំផុតក្នុងឆ្នាំ2026ទេគឺដើរខ្លាំងវ៉ាដាច់ពីតំបន់ក្នុងឆ្នាំ2025 24 23ទៀតអញ្ចឹងគឺជាដំណើរទីផ្សារថ្មីដែលយើងបានឃើញនឹងជួបប្រទះនៅក្នុងខែ1ឆ្នាំ2026នេះផងដែរហើយបើសួរថាតើតម្លៃទីផ្សារដែលបានចុះមកក្នុងរូបភាពបែបនេះខុសអត់កម្មពិតទៅយើងមានចំណុច2ទី1បើសិនជាទីផ្សារចុះមកច្រើនបែបហ្នឹងមិនជាខុសទេដោយសារតែទីផ្សារបានឡើងទុំមួយខែជាងចុងក្រោយហ្នឹងគឺក្បែររាប់ពាន់លេខហើយអាចថាក្បែរ1000លេខទៅ1000លេខជាងគឺឡើងខ្លាំងមែនទែនអញ្ចឹងដំណើរទីផ្សារដែលបានទម្លាក់ខ្លួនចុះមកខាងក្រោមវិញខ្ទង់500លេខនេះគឺអត់ខុសប្រកបដីអត់ខុសទេតែអ្វីដែលខុសហ្នឹងគឺដំណើរទីផ្សារបានចុះលឿននិងច្រើនត្រឹមរយៈពេលខ្លីដោយឡែកដំណើរទីផ្សារដែលស្ថិតនៅក្នុងតំបន់កពូ$5,597ក្នុង1អោននេះចុះមកដល់ខ្ទង់5,100គឺស្មើនឹង500លេខអាចថាចុះខ្ទង់រយៈពេលមួយសប្តាហ៍ទៅកន្លះខែអានឹងគួរសមណាមួយថ្ងៃចុះ100លេខមួយថ្ងៃចុះ150លេខជ្រុំ sideways ចុះថែម200លេខឬក៏150លេខទៀតអានឹងអត់សូវអីទេដោយសារតែដំណើរទីផ្សារវាត្រូវតែចុះបែបហ្នឹងពីព្រោះតែតម្លៃមាសបានហោះឡើងច្រើនត្រឹមរយៈការខ្ទង់មួយខែជាងចុងក្រោយនេះគឺឡើងខ្ទង់1000លេខជាងហើយអញ្ចឹងតម្លៃទីផ្សារដែលបានទម្លាក់ខ្លួនចុះមកខ្ទង់500លេខគឺជារឿងស័ក្តិសមនឹងត្រឹមត្រូវប៉ុន្តែតម្លៃមាសអត់បានប្រើពេលមួយសប្តាហ៍ទៅមួយខែដើម្បីចុះទេគឺប្រើពេលត្រឹមតែមួយថ្ងៃហើយពេលខ្លះសិនតែ1ម៉ោងទៅ2ម៉ោងទេ3-400លេខអញ្ចឹងទាំងនេះហើយគឺជាភាពប្រែប្រួលខ្លាំងនៅក្នុងឆ្នាំ2026នេះដែលយើងអត់បានត្រៀមខ្លួនទុកឬក៏ដំណើរទីផ្សារដែលបានដើរខុសការរំពឹងទុកឆ្ងាយខ្លាំងមែនទែនអញ្ចឹងដំណើរទីផ្សារដែលបានឡើងមកដល់តំបន់កពូនេះ$5,597ក្នុង1អោននេះគឺជាគោលដៅដែលបងប្អូនឬក៏ទាំងអស់គ្នានៅទូទាំងពិភពលោកដែលធ្វើការវិនិយោគទៅលើតម្លៃមាសគិតនឹងរំពឹងថាតម្លៃមាសនៅតែបន្តទៅលើការឡើងបន្ថែមទៀតប៉ុន្តែបូកចុះខ្ទង់500លេខនេះគឺធ្វើឲ្យយើងមើលឃើញថាតើទំនោរតម្លៃមាសហ្នឹងឡើងទៅលើបន្ថែមទៀតដល់តម្លៃ$5,597ក្នុង1អោនហោះទៅបន្ថែមទៅ$5,700ឬក៏យ៉ាងណាឬក៏តម្លៃមាសហ្នឹងបូកចុះមកខាងក្រោមវិញអញ្ចឹងចាំមើលដល់គ្នាទៅការវិភាគនិងការរំពឹងទុកក្នុងភាពជាក់លាក់ថាទិសដៅឡើងឬក៏ចុះយើងមើលអត់ទាន់ឃើញទេនិយាយត្រង់ទៅនៅក្នុងពេលបច្ចុប្បន្ននេះគឺយើងកំពុងតែរងចាំមើលដំណើរទីផ្សារនៅក្នុងថ្ងៃសុក្រចុងសប្តាហ៍នៅចុងខែទី1នេះថាតើតម្លៃទីផ្សារបិទនៅក្នុងចំណុចណាដែលយើងអាចនឹងរកទិសដៅឃើញថ្មីទៀតសម្រាប់សប្តាហ៍ក្រោយសប្តាហ៍ទី1នៅក្នុងខែ2វិញម្ដងចូលមកកាន់ការវិភាគទៅលើដំណើរទីផ្សារមាសនៃទិសដៅថាតើតម្លៃមាសហ្នឹងមានទិសដៅឡើងឬក៏ចុះសម្រាប់ថ្ងៃនេះផងដែរជាដំបូងយើងអាចកំណត់សម្គាល់ត្រឹមតំបន់$5,450ក្នុង1អោនជាតម្លៃខ្ពស់តម្លៃ high នៅក្នុងព្រឹកនេះហើយតំបន់ low គឺហៅថាតំបន់ទាបនឹងឯងដែលស្ថិតនៅក្នុង$5,104-105ក្នុង1អោនដែលទីផ្សារបានចុះកាលពីព្រឹកមិញមូលជាមជ្ឈុំនៅក្នុងកម្រិតគម្លាត350លេខដែលទីផ្សារបានចុះមកខាងក្រោមយើងមើលឃើញថាទិសដៅនៃទំនោរទីផ្សារមាសនៅតែបន្តទៅលើការចុះបន្ថែមទៀតតម្លៃទីផ្សារបានចុះមកប៉ះនៅតំបន់បាតទី1និងបាតទី2ស្ថិតនៅក្នុង
$5,100 ក្នុងមួយអោននេះឥឡូវកំពុងតែព្យាយាមឡើងខ្ទង់100 20 30 50លេខហើយគិតជារួមទៅដើរខ្ទង់100 200លេខ150លេខ70 80 90លេខនេះគឺលឿនមូខ្លាំងមែនទែនហ្នឹងហើយមួយឈឹបគឺដល់ហើយខុសពីមុនដើរតែ20 30លេខហ្នឹងគិតថាជាកម្លាំងរយៈពេលកន្លះម៉ោង1ម៉ោងណាឬក៏4 10នាទីអញ្ចឹងទៅតែពេលនេះត្រឹមរយៈពេលកន្លះម៉ោងទៅ1ម៉ោងទីផ្សារមាសអាចមូរហូតដល់100ឬក៏150លេខនឹងជាភាពប្រែប្រួលថ្មីដែលយើងកំណត់សម្គាល់ណាអញ្ចឹងតាមទិសដៅនៃទំនោរទីផ្សារអាចថាឡើងខ្លះមកក្រោមវិញទៀតមកមួយជើងទៀតបើសិនជាមកដល់តំបន់$5,100ក្នុងមួយអោនបន្តទៀតគឺចុះក្រោមតែម្ដងអាចថាជម្រៅដែលជ្រៅឬក៏សប្តាហ៍ក្រោយដែលតាក់ទាញទីផ្សារនៃតម្លៃទីផ្សារមាសអាចលោតទៅដល់$5,000ក្នុងមួយអោនថា$5,000តែម្ដងដែលជាតម្លៃដែលទីផ្សារអាចនឹងទៅដល់អញ្ចឹងយើងអាចកំណត់សម្គាល់និងរងចាំមើលបន្ថែមទៀតនៅក្នុងតំបន់កំពូលនៃតម្លៃ$5,450ក្នុងមួយអោននេះតើនៅក្នុងថ្ងៃសុក្រចុងសប្តាហ៍ហ្នឹងគឺផ្សារមកបិទនៅក្នុងតំបន់ហ្នឹងឬក៏យ៉ាងណាឬក៏តម្លៃទីផ្សារទើកាលត្រឹមតំបន់នេះហើយឡងចូលមកខាងក្រោមបើតាមការវិភាគនិងព្យាករណ៍ទៅលើទិសដៅនៃតម្លៃទីផ្សារកាលពីព្រឹកមិញខ្ញុំមើលឃើញថាទំនោរនៅក្នុងតំបន់មាសដែលតម្លៃស្ថិតនៅក្នុង$5,450ក្នុងមួយអោនគឺជាទិសដៅដែលបានចុះក្រោមប៉ុន្តែនៅក្នុងពេលព្រឹកខ្ញុំក៏មិនបានប្រាប់ទៅកាន់បងប្អូនអរគ្នានៅក្នុងក្រុមជួញដូរដែរគ្រាន់តែយើងវិភាគឃើញតែឥឡូវនេះគឺបានចុះមកច្រើនចុះមកលឿនច្រើនខ្លាំងមែនទែនដែលចូលមកដល់តំបន់បាតចាស់ផងដែរអញ្ចឹងវាសឹងថាអស់នៅតម្លៃល្អដែលយើងគួរតែប្រាប់ថាតើទិសដៅនៅតម្លៃមាសហ្នឹងចុះឬក៏ឡើងដោយឡែកបន្ទាប់ពីបានចុះបែបហ្នឹងហើយយើងមានតែរងចាំមើលឲ្យការជួញដូររបស់យើងគឺព្យាយាមទិញនៅតម្លៃទាបនិងលក់នៅតំបន់ខ្ពស់ខ្លាំងទៅដោយសារតែមាសគឺវាចាប់ផ្ដើមមានការប្រែប្រួលលឿននិងច្រើនអញ្ចឹងអាចថាតំបន់0ដែលយើងគួរតែរងចាំលក់ខ្ញុំសូមចំណុចទិសដៅឲ្យបងប្អូនទាំងគ្នាទីមួយតម្លៃដែលយើងគួរតែរងចាំលក់ហ្នឹងគឺស្ថិតនៅក្នុង0នេះបងប្អូនណាអាចថាត្រឹមតំបន់$5,380ទៅតំបន់$5,450ក្នុងមួយអោនដែលជាតំបន់កំពូលកាលពីព្រឹកមិញពីព្រោះបើសិនជាវាព្យាយាមឡើងមកដល់តំបន់ហ្នឹងក៏វាចុះបែបនេះវិញដែរអញ្ចឹងយើងអាចលក់នៅក្នុងតំបន់ហ្នឹងបានចំណែកតំបន់ទិញយើងអាចរងចាំទិញឲ្យមកមួយជើងទៀតក្បែរតំបន់$5,100ឬក៏អាចធ្លាយចុះក្រោមហ្នឹងក៏បានដែរយ៉ាងណាក្តីទៅលើតម្លៃទីផ្សារមាសដែលយើងជួញដូរដែលត្រូវនឹងអាចមានឱកាសឆាប់ចំណេញទៅលើតម្លៃទីផ្សារដែលដើរមូលច្រើននិងលឿនបែបនេះគួរតែរងចាំទិញនៅតំបន់ទាបនៅក្នុងនេះខ្ញុំចាប់0ឲ្យណា$5,100ស្ដើងចុះក្រោមមកត្រឹម$5,050ក្នុងមួយអោនជាតំបន់ដែលយើងគួរទិញតំបន់ដែលយើងគួរលក់គឺរងចាំឲ្យ$5,380ទៅតំបន់$5,450ក្នុងមួយអោនជាតំបន់ដែលយើងធ្វើការ sale មានតែរងចាំលក់នៅតម្លៃខ្ពស់ទិញតម្លៃទាបទេទើបល្អសម្រាប់ការជួញដូរនៅក្នុងដំណើរទីផ្សារដែលដើរច្រើននិងលឿនបែបនេះចូលមកកាន់តម្លៃដែលយើងអាចធ្វើការទិញលក់បាននៅក្នុងថ្ងៃនេះតាមការព្យាករណ៍ទិសដៅបន្ទាប់ពីបានឡើងហើយចុះឲ្យឡើងទៀតអញ្ចឹងយើងមានតែរងចាំទិញនៅតំបន់ទាបលក់តំបន់ខ្ពស់កិច្ចការបន្តទៀតដែលដំណើរទីផ្សារដើរគឺអាចជុំមកបែបនេះអញ្ចឹងណាហើយយើងអាចរកឱកាសលក់ទាញទិសដៅចុះមកក្រោមបែបនេះបានអញ្ចឹង0ដែលយើងរងចាំនឹងគួរលក់គឺតំបន់$5,281ហើយតំបន់ទី2វិញគឺ$5,361ចំណុចទី3តម្លៃមាសទី3ស្ថិតនៅក្នុង$5,445ក្នុងមួយអោនតំបន់ដែលយើងគួរទិញរងចាំទិញវិញគឺ$5,091និងតំបន់ទី2គឺ$5,036ហើយតំបន់ទី3គឺ$4,976ក្នុងមួយអោនតាមទិសដៅនៃការព្យាករណ៍បំណុលមាននេះអាចនឹងបំរុងចុះទៅបន្ថែមទៀតនៅក្នុងថ្ងៃសុក្រចុងសប្តាហ៍នេះឬក៏សប្តាហ៍ក្រោយអាចចុះថែមទៀតអញ្ចឹងសង្ឃឹមថាតម្លៃទាំងអស់នេះនឹងអាចធ្វើឲ្យបងប្អូនទាំងគ្នារងចាំជួញដូរទិញលក់មាសដើម្បីទាញផលចំណេញបាននៅថ្ងៃទី30ហើយយើងនឹងរងចាំមើលបន្តទៀតនៅក្នុងថ្ងៃសុក្រនេះថាតើតម្លៃទីផ្សារមាសបិទផ្សារនៅតំបន់ high ឬក៏តំបន់ low គឺចំណុចនេះតំបន់ high ខ្ពស់វិញគឺចំណុចនេះអញ្ចឹងមានតែប៉ុណ្្នឹងទេជូនបងប្អូនទាំងគ្នាទិញលក់មាសទទួលបានផលចំណេញច្រើនទាំងអស់គ្នា